មួយនេះគឺខ្ញុំចង់បង្ហាញពីសកម្មភាពតាក់ទងទៅនឹងមន់កំពុងតែកាយរកចំណីហើយបន្ទាប់ពីមេឃរាំងភ្លៀងវាក៏ដើរកាយចំណីដោយសារតែនៅក្រោមស្លឹកឈើគឺមានសត្វល្អិតជាច្រើនដែលវារស់នៅក្រោមស្លឹកស្វាយហ្នឹងឯងដោយបងប្អូនឃើញស្រាប់នៅឆ្វេងដៃឬមួយក៏ខាងស្ដាំដៃគឺមានដើមស្វាយជាជួរហើយស្លឹកធ្លាក់ចូលក្នុងរណ្ដៅដល់ហើយមន់ក៏ដើរកាយរកចំណីដើម្បីបានសត្វល្អិតពួកវាចេញទៅពេលភ្លៀងហើយនេះគឺជាគោបាននៅវាស្រែពួកពេលងាយមេរោគភ្លៀងវាក៏មកផ្ទះយ៉ាហើយសម្លឹងមកមើលមន់ទាំងអស់នេះវិញគឺវារស់ស៊ីតាមនឹងគ្នាវារហូតដល់នោះចុងចប់ហើយនេះគឺជាកូនទាបាទដែលហៅថាទាកប៉ាវាមករកចំណីស៊ីហើយអត់តាមមកអត់ឲ្យវាស៊ីទេក៏ឲ្យវាត្រឡប់ទៅវិញសិនអញ្ចឹងបកមកមន់នេះវិញគឺវាកាយចុះកាយឡើងជាមួយនឹងគ្នាវានឹងឯងហើយតាមឲ្យខ្ញុំមើលគឺវារកស៊ីបានគួរសមដែរដោយសារតែមានសត្វល្អិតចេញច្រើនក៏ដូចជាលេនឬមកក៏សត្វចង្រិតអីចឹងទៅវាចេញនៅពេលដែលភ្លៀងហ្នឹងបាទអញ្ចឹងចូលដល់ជាបន្តទៀតគឺឃើញថាសត្វបក្សាបក្សីដែលហៅថាមន់ហ្នឹងគឺវានៅតែរកស៊ីនឹងដដែលហើយនេះគឺជាកូនមន់ដែលវាមករកស៊ីខាងលើដោយសារតែខាងលើហ្នឹងគឺព្រោះស្រូវបាទដល់រដូវពង្រោះហើយដូច្នេះវាកាយបានទេដោយសារតែព្យួរលុបគ្រាប់ស្រូវអស់ឡោះហើយវារនៅក្នុងហៅនៅបន្ទាប់ពីពេលភ្លៀងហើយនៅពេលដែលឃើញទិដ្ឋភាពបែបហ្នឹងគឺមានអារម្មណ៍ថានឹកស្រុកនឹកស្រែព្រោះជាភូមិកំណើតរបស់យើងបាទដូច្នេះនៅក្នុងវីដេអូមួយនេះខ្ញុំសូមចែកម្លែកទៅនឹងការចិញ្ចឹមសត្វមន់នៅឯស្រុកហើយនេះគឺជាសត្វកងានបាទកំពុងតែឲ្យចំណីស៊ីនៅពេលល្ងាចមានមន់គោកូនមន់មេមន់ក៏ដូចជាកងានបាទដល់ពេលល្ងាចដល់ម៉ោងវាមករកឯងមិនចាំហៅវាទេអូខេបន្តមកទៀតនៅក្នុងនេះគឺមន់នៅតែស៊ីតែនឹងវាកែទៅណាទេបងប្អូនចូលឆងកន្លះម៉ោងតែខ្ញុំកាត់យកខ្លីៗនឹងឯងដើម្បីប្រយោជន៍រូបភាពចែកជូនបងប្អូនទស្សនាទោះបីជានឹងថាទឹកដៃខ្ញុំមិនល្អក្នុងការថតប៉ុន្តែខ្ញុំនៅតែព្យាយាមខិតខំប្រឹងប្រែងដើម្បីរត់យករូបភាពក៏ដូចជាវីដេអូនៅក្នុងនេះដោយដែលបងប្អូនបានឃើញអញ្ចឹងហើយខ្ញុំសង្ឃឹមថានៅលើក្រោយនឹងមានវីដេអូដែលល្អហើយមើលទៅតាក់ទាញជានេះជាបន្តអរគុណបងប្អូនសម្រាប់ការគាំទ្រនៅវីដេអូរបស់ខ្ញុំទោះបីជាស្អាតល្អឬមួយក៏មានចំណុចខ្វះខាតក៏ដោយចង់បញ្ចប់នៅក្នុងវីដេអូមួយនេះគឺគ្រាន់តែចង់បង្ហាញអំពីសកម្មភាពនៅឯជនបទដែលតើនឹងការចិញ្ចឹមមន់បែបធម្មជាតិក៏ដូចជាទស្សនវិជ្ជាមន់ដែលកំពុងរកស៊ីចំណីដោយខ្លួនឯងបើសិនជាវាអាស៊ីអាចារ្យទេវានឹងទៅរកម្ចាស់វាដើម្បីផ្ដល់ចំណីឲ្យវាដើម្បីឲ្យចំអែតកែចំអែតកាពះវាតែប៉ុណ្ណាអូខេបាទហើយនេះគឺជាចង្ការស្វាយរបស់ខ្ញុំដាំយូរហើយបងប្អូនដល់ខែវស្សាវាលិចទឹកអស់ហើយដូច្នេះវាអត់សូវល្អទេលាស់ត្រួយបន្តិចមកងប់ទៅវិញទៅដោយសារតែវាលិចទឹកដូចបងប្អូនបានឃើញអញ្ចឹងនេះបាទគឺអត់សូវមានដីដើម្បីចាប់ឬទេបាក់អស់ហើយអញ្ចឹងនៅសល់តូចមួយទេនេះបាទអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងនៅក្នុងវីដេអូមួយនេះបាទបើសិនជាបងប្អូនពេញចិត្តសូមមើលបន្តរហូតដល់ចប់តើតងទៅនឹងទស្សនវិជ្ជានៅឯស្រុកស្រែគ្រប់ជ្រាបលាជូនពរបងប្អូនសុខសប្បាយទទួលទានមានបានបាទ
Kalian di sekolah.